នេះគឺជាកំពូលនៃសិល្បៈប្រើមនុស្សមេដឹកនាំឆ្នើមមិនគិតត្រឹមតែផលចំណេញថ្ងៃនេះទេគឺគិតដល់ការរស់រានមានជីវិតរបស់កូនចៅរាប់រយឆ្នាំទៅមុខស្វាគមន៍មកកាន់វគ្គបន្តភាគទី3ការចរចាជាមួយមិត្តរៈសន្តិហៅសម្ដៅទៅរកច្រកភ្នំក្រំទឹកដែលជាដែនដីរបស់សាហាវស្ដេចត្រីឆ្លាមធំដែលមានស្លាកស្នាមពេញខ្លួនកូនអណ្ដើកនិងសត្វដទៃទៀតនាំគ្នាពួនមើលពីចម្ងាយទាំងញ័រញាក់សន្តិមិនបានហែលចូលទៅដោយភាពភ័យខ្លាចឬដោយការវាយប្រហារឡើយប៉ុន្តែគេហែលទៅដោយភាពសន្តិភាពបំផុតត្រីឆ្លាមហែលឆ្វេលជុំវិញសន្តិអណ្ដើកតូចឯងមកទីនេះដើម្បីធ្វើជាអាហារសម្រានរបស់អញឬក៏ឯងវង្វេងផ្លូវរហូតដល់លែងស្គាល់សេចក្តីស្លាប់សន្តិខ្ញុំមិនបានវង្វេងផ្លូវនោះទេលោកម្ចាស់សាហាយខ្ញុំមកទីនេះដើម្បីនាំយកសេរីភាពពិតប្រាកដមកជូនលោកម្ចាស់វិញត្រីឆ្លាមសើចចំអកសេរីភាពអញជាស្ដេចនៅទីនេះសត្វគ្រប់រូបខ្លាចអញតើអញខ្វះសេរីភាពត្រង់ណាសន្តិលោកម្ចាស់មានអំណាចតែលោកម្ចាស់មិនមានសន្តិភាពទេលោកម្ចាស់ត្រូវយាមល្បាតពេញមួយថ្ងៃទាំងភាពរងសៃត្រូវដេញប្រមាញ់ដើម្បីរស់និងត្រូវប្រុងប្រយ័ត្នសត្រូវដែលចង់ដណ្ដើមតំណែងនោះមិនមែនជាសេរីភាពទេវាជាគុកនៃអំណាចត្រីឆ្លាមឈប់ហែលរួចសម្លឹងចំខ្នែកសន្តិចុះឯងចង់ឲ្យអញធ្វើអ្វីទៅសន្តិចូលឈប់ធ្វើជាអ្នកបរំពានដែលគ្រប់គ្នាស្អប់ហើយមកធ្វើជាអ្នកការពារដែលគ្រប់គ្នាគោរពបើលោកម្ចាស់ការពារសត្វតូចៗក្នុងតំបន់នេះពួកគេនឹងក្លាយជាភ្នែកជាច្រមុះលោកម្ចាស់ពួកគេនឹងនាំព័ត៌មាននិងចំណីដែលនៅសេសសល់មកឲ្យលោកម្ចាស់ដោយភាពស្មោះត្រង់លោកម្ចាស់មិនមែនត្រឹមតែជាមេខ្លោងទេតែលោកម្ចាស់នឹងក្លាយជាស្ដេចដែលប្រជារាស្ត្រស្រឡាញ់ពាក្យសម្ដីរបស់សន្តិបានធ្វើឲ្យស្ដេចត្រីឆ្លាមដែលធ្លាប់តែប្រាយកម្លាំងបាយចាប់ផ្ដើមប្រើខួរក្បាលគិតនេះគឺជាលើកដំបូងដែលសត្វសាហាយចាប់ដៃជាមួយសត្វស្លួតបូតដើម្បីបង្កើតច្បាប់រួមមួយហៅថាកិច្ចព្រមព្រៀងមហាសមុទ្រខៀវមហេដ្ឋីសួរទាំងងឿងឆ្ងល់សន្តិឯងធ្វើបានយ៉ាងម៉េចត្រីឆ្លាមស៊ីសាច់ជាអាហារហេតុអ្វីវាយល់ព្រមការពារយើងសន្តិឆ្លើយមហេដ្ឋីអើយមនុស្សខ្លាំងបំផុតមិនមែនខ្លាំងដោយសារការសម្លាប់ទេគឺខ្លាំងដោយសារការផ្ដិលតម្លៃខ្ញុំមិនបានសុំឲ្យគេឈប់ស៊ីសាច់ទេតែខ្ញុំបង្រៀនគេឲ្យស្គាល់ពីនិរន្តរភាពបើគេស៊ីគ្រប់យ៉ាងថ្ងៃនេះថ្ងៃស្អែកគេនឹងដាច់ពោះស្លាប់តែបើគេចេះចិញ្ចឹមនិងការពារប្រព័ន្ធអេកូឡូស៊ីគេនឹងមានអាហារហូរហៀជានិរន្តរ៍សន្តិងាកទៅរកក្រុមរបស់គេរួចប្រកាសពីគោលការណ៍ដឹកនាំថ្មីសន្តិប្រកាសបងប្អូនទាំងឡាយការដឹកនាំពិតប្រាកដមិនមែនជាការដាក់ខ្លួនឲ្យនៅពីលើអ្នកដទៃទេតែជាការដាក់ខ្លួនឲ្យនៅក្នុងបេះដូងអ្នកដទៃយើងនឹងមិនកសាងអាណាចក្រដោយការបំផ្លាញអ្នកខ្សោយឡើយតែយើងនឹងកសាងអាណាចក្រមួយដែលអ្នកខ្លាំងជួយអ្នកខ្សោយហើយអ្នកខ្សោយគាំទ្រអ្នកខ្លាំងសន្តិមិនបានប្រើការគំរាមកំហែងទេតែប្រើផលប្រយោជន៍រួមដើម្បីបញ្ចូលសន្តិបានបំផ្លែងភាពសាហាវរបស់ត្រីឆ្លាមឲ្យមកជាកម្លាំងការពារសន្តិសុខនេះគឺជាកំពូលនៃសិល្បៈប្រើមនុស្សមេដឹកនាំឆ្នើមមិនគិតត្រឹមតែផលចំណេញថ្ងៃនេះទេគឺគិតដល់ការរស់រានមានជីវិតរបស់កូនចៅរាប់រយឆ្នាំទៅមុខខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃតាមដានវីដេអូនេះហើយយើងនឹងជួបគ្នានៅវគ្គបន្ត